ដល់ក្រុម VR1 team ដែលបានចុះមកទឹកដីព្រះវិហារហើយចូលរួមធ្វើបិណ្ឌនៅវត្តកងពលលេង7បាទហើយក៏បានឆ្លៀតឱកាសហ្នឹងក៏ចុះមកសួរសុខទុក្ខក្រុមកងទ័ពយើងដែលនៅវិជាការឋានកំភ្លើងធំកងទ័ពជើងគោកដែលឈរជើងនៅទិសទី1ខេត្តព្រះវិហារហើយពួកខ្ញុំក៏មានអីដែលនេះទេគឺមានចិត្តរំភើបរីករាយដែលខាងសមរភូមិក្រោយគឺតែងតែខ្វល់ខ្វាយអំពីសមរភូមិមុខនេះជាការលើកទឹកចិត្តដល់ពួកយើងជាកងទ័ពនៅជួរមុខហើយពួកយើងក៏មានស្អីគឺសូមថ្លែងអំណរគុណដល់ VR1 team បានផ្ដល់ជាសម្ភារៈបាទមានគ្រឿងភេសជ្ជៈនិងផ្សេងដល់ពួកយើងខ្ញុំបាទអញ្ចឹងមានតែខ្ញុំជូនពរដល់ក្រុម VR1 team ទាំងអស់ជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគឺគ្លៀកឡើងទៀតនេះខ្ញុំក៏សូមធ្វើការគោរពអញ្ជើញលោកកែវស៊ីងលេជាប្រធានមូលនិធិ VR1 team និងជាចាអគ្គនាយករងប្រចាំក្រុមហ៊ុន VY Plus ដើម្បីផ្ដល់នៅមតិសំណេះសំណាលផងដែរចា៎សូមជើញលោកកែវនាយករងសូមជើញបាទជាបឋមសូមគោរពលោកវិរៈស្នេហ៍ឯកសែមសិដ្ឋាចប្រធានក្រុមនិងជាមេវិជាការរងការដ្ឋានកងទ័ពជើងគោកបាទក៏ដូចជាជំរាបសួរលោកគ្រូអនុវិជ័យសាកលវិទ្យាការរងនៃសាកលវិទ្យាល័យបៀបរាយបាទសូមជំរាបសួរអ្នកដឹកនាំនៃក្រុមហ៊ុន VY Plus ក៏ដូចជាជំរាបសួរបងបាទវីរៈកងទ័ពគ្រប់បាទឋានានុក្រមទាំងអស់ក៏ដូចជាស្វាគមន៍សម្រាប់គ្រួសារ VR1 team ទាំងអស់គ្នាបាទសម្រាប់ខ្ញុំពិតជារំភើបដែលមានឱកាសបានមកដល់ទីនេះដែលយើងបានក្រងតាំងពីដើមឆ្នាំ2025បាទក្នុងគោលបំណង2ទី1នាំយុវជនរបស់យើងបាទមកទស្សនាប្រាសាទព្រះវិហារហើយនិងទី2គឺសួរសុខទុក្ខបងវីរៈកងទ័ពបាទពេលត្បិតតែថ្ងៃនេះយើងអាចបានទៅដល់ប្រាសាទក៏យើងបានសម្រេចនៅផែនការទី2របស់យើងដែរបាទហើយសម្រាប់ខ្ញុំថ្ងៃនេះមានរឿងពីរសំខាន់បាទទី1រំភើបផងទី2រន្ធត់ផងបាទរំភើបនៅត្រង់ថាយើងមានឱកាសបានជួបបងនៅទីនេះយើងអាចសំណេះសំណាលជាមួយគ្នាបានឃើញមុខផ្ទាល់បានឃើញសម្លេងផ្ទាល់ហើយសង្ឃឹមថាបងនឹងមានសុខសុវត្ថិភាពតរៀងទៅហើយមិញនេះសង្ឃឹមថាបងទាំងអស់គ្នានឹងឡើងឋានៈបាទជាបន្តបាទហើយរឿងដែលរន្ធត់ចិត្តនោះគឺនៅត្រង់ថានៅពេលដែលផ្ទុះអាវុធបាទរវាងប្រទេសទាំងពីរពួកយើងដែលជាសមរភូមិក្រោយនេះមិនដឹងថាជួយអីបានក្រៅពីក្តីបារម្ភបាទពួកខ្ញុំជាយុវជនសកលក្រោយបាទមិនធ្លាប់បានការថាកើតតនសង្គ្រាមទេអញ្ចឹងបានគ្រាន់តែឮបានគ្រាន់តែដឹងប៉ុន្តែយ៉ាងណាមិញប្រហែលខែកន្លងទៅនេះគឺពួកយើងមាននៅស្មារតីមួយគឺរន្ធត់ផងភ័យផងហើយនៅទីក្រុងភ្នំពេញនោះបាទមានកម្មវិធីបរិច្ចាគអីផ្សេងពួកខ្ញុំជួយជាកម្លាំងគៀងគោថវិកាបាទអត់បានផ្ទាល់ប៉ុន្តែយើងបានរួមចំណែកបាទអញ្ចឹងគឺមិនដឹងថាយើងនៅខាងក្រោយណាយើងមិនដឹងថាយកអីមកនិយាយបាទហើយសម្រាប់ខ្ញុំថ្ងៃនេះតំណាងឲ្យក្រុមហ៊ុន VY Plus ក៏ដូចជាមូលនិធិ VR1 team ក៏សូមជម្រាបបងថាពួកខ្ញុំនៅសមរភូមិក្រោយរឿងដែលពួកខ្ញុំអាចធ្វើបានទី1សម្រាប់ផលិតផលបាទផលិតផលដែលមកពីថៃនេះគឺយើងព្យាយាមកាត់បន្ថយក៏ដូចជាបេក្ខការនៅក្នុងការប្រើប្រាស់បាទបានន័យថាអាចាស់ដែលមានប្រមាណប្រើអស់អញ្ចឹងអាថ្មីគឺជាឆន្ទៈយុវជនបាទយើងអត់ប្រើតែម្ដងបាទពួកយើងពិតជាឈឺចាប់យើងមិនមែនតែថ្ងៃនេះទេសម្រាប់អ្នកដែលគាត់បានសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រយើងបានដឹងអំពីអ្នកណាមិត្តអ្នកណាសត្រូវអញ្ចឹងយើងនៅតែចងចាំបាទទី2គឺយើងរួមកម្លាំងសាមគ្គីគ្នាបាទយើងរែងគ្នាក៏ដូចជាមិនថាថវិកាសម្ភារៈគឺយើងនៅតែបន្តធ្វើបាទនេះជាអ្វីដែលពួកខ្ញុំបាននឹងកំពុងតែបដិញ្ញាចិត្តហើយជាសារសម្រាប់យុវជនបាទនៅប្រទេសកម្ពុជាក៏ដូចជាបណ្ដាយុវជនខ្មែររបស់យើងផ្សេងទៀតដែលនៅបណ្ដាប្រទេសផ្សេងក៏ដោយដែលបានឃើញវីដេអូនេះគឺសូមឲ្យយុវជនរបស់យើងបន្តនៅក្នុងការសិក្សារៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះដើម្បីយើងការពារនៅទឹកដីជាតិមាតុភូមិរបស់យើងបាទសំណួរសួរថាហេតុអីបានជាគេមានវិបត្តិនៅក្នុងប្រទេសគេយកកម្ពុជាជាកន្លែងមួយដែលផ្ទុះអាវុធបាទអញ្ចឹងបើសិនជាយើងខ្លាំងខ្ញុំគិតថាគេមិនហ៊ានប៉ះពាល់យើងទេបាទនេះ
bằng hai tham cái miền chật muối cứ lốp lôn hơi nơi tại bẩn to nơi chăn tiện bà đỏ có bỏ kê chân sừng khâm ta dù bởi chôn bỏ dưỡng bẩn to ca sắc xa điên sốt ở bàn chơi chia đầm bayរួមchấm này nộp nông cá pia được đầy bỏ dưỡng bà riêng ti pi cái riêng xây để cây xong mà dù bởi chôn đằng khát khom prang prang áp về vót xây để cây ở lò và xa bà hay chia xa trong cày cứ xong mà dù bởi chôn đằng bẩn to ca sắc xa riêng số đằng pi và vót sắc khai bỏ dưỡng bà dưỡng mình ai cá ra lực đây dương từ na thế bà nè chân khang dương có dương còn mình đang đặt thơm mày đài bà tay dương sòng khăn sẽ dương cứ ở dương bắt luôn ai tha dương tới để kháng score mất score sợi trai bà ní chỉ ca bà nhà chật mũi tha riêng bộ bọt xa dương tới sắc xa riêng sốt sầm rạp vô chôn chuẩn đoán coi bà dương bà trên thế ngày ní chỉ trong coi của xôm thay nó côn bong bong đằng bà cái đó chia là kêu bà xôm từตัวban nơi bờ po buôn bạc cáอายุวันนักสักแคบแหละก็ไม่เคลียร์ลายบานchỉ cách tập tiết ní chả nick trong sông rộng chơi lục kêu chả ân rẻ chơi đã quát cái chia score vị trí cả rong này score vị trí lại biên bài phòng đá nằm bay bắt đòn đâu mà tệ xem này xem nào mới chuyển nón chuồn từ cán bong bong rẻ con tốt cái đôi chia chả ok thì vô khăn đó baขอบคุณជាបឋមសូមគោរពបងស្នេហ៍ឯកបាទសែមស៊ីថាជាប្រធានក្រុមនិងមេបញ្ជាការរងបញ្ជាការឋានកំឡុងធំនៃតបជើងគោករបស់កម្ពុជាយើងហើយសូមគោរពបងតាមឋានានុក្រមនៃនៅក្នុងបញ្ជាការឋានដែលនៅទិសលេខ1នេះគឺមាន4ក្រុមដែរបងជើញមកបាទហើយក៏សូមគោរពលោកកែសិងលីអគ្គនាយករងព្រមទាំងឋានានុក្រមនៃរចនាសម្ព័ន្ធរបស់ VY Plus ក៏ដូចជា VR1 គ្រួសាររបស់យើងទាំងអស់គ្នាថ្ងៃនេះពិតជាមានសេចក្តីរីករាយខ្លាំងណាស់ដែលបានជួបគ្នាផ្ទាល់ហ្មងបាទការតាក់ទងជាមួយបងទៅមករហូតដល់ថ្ងៃនេះគឺថាថ្ងៃជាក់ស្ដែងតែម្ដងបាទសប្បាយខ្លាំងមែនតើហើយបានមកជួបផ្ទាល់នៅជួរមុខនៅទីនេះហើយក៏មានសម្ភារៈផ្សេងអ្វីដែលពាក់ព័ន្ធគ្រឿងឧបភោគបរិភោគដែលក្រុមសប្បុរសជនក៏ដូចជាគ្រួសារ VR1 ហ្នឹងគឺបានចូលរួមចំណែកនៅក្នុងការផ្ដល់ក្តីស្រឡាញ់តាមរយៈក្នុងនេះគឺមានដល់ទៅ22មុខរួមទាំងថវិកាសម្រាប់ជូនបងបាទមានក៏มีត្រីខទឹកសុទ្ធភេសជ្ជៈអីទាំងអស់រាប់មិនអស់ទេតែ22មុខមានបញ្ជីឲ្យបាទមិនអីទេបាទហើយជាសារដើម្បីចូលរួមទាំងអស់គ្នាសូមឲ្យយុវជនដែលនៅជួរក្រោយទាំងអស់គ្នាបាទគឺត្រូវតែខ្វល់ខ្វាយពីការសិក្សារៀនសូត្រព្រោះការសិក្សារៀនសូត្រនេះវាជាការវិនិយោគកាតព្វកិច្ចដើម្បីការពារជាតិមាតុភូមិរបស់យើងពិតមែនបងគឺជាតបជួរមុខគឺជាតបបារាដែលនៅជួរមុខផ្ទាល់ជាមួយនឹងការការពារដែនដីអធិបតេយ្យរបស់យើងហើយយើងជាយុវជនជំនាន់ក្រោយក៏ជាតបស្លាបបកាមួយដែរដើម្បីការសិក្សារៀនសូត្រដើម្បីផ្នែកច្បាប់ផ្នែកតវ៉ាជាជាតិអន្តរជាតិអីគឺយើងហើយអញ្ចឹងហើយយើងអាចអត់រៀនបានទេព្រោះពួកគាត់រៀនយុទ្ធវិធីយុទ្ធសាស្ត្រហើយនឹងការពារទឹកដីរបស់យើងហើយយើងក៏រៀនអំពីការបរោះកំណត់និងស្រាវជ្រាវហើយនឹងធ្វើអីផ្សេងដើម្បីអភិវឌ្ឍជាតិបង្កើតសេដ្ឋកិច្ចបង្កើតសកម្មភាពដើម្បីចូលរួមជួយអញ្ចឹងតបជួរក្រោយក៏ជាយើងហើយនឹងជំរុញជួយលើកទឹកចិត្តដល់បងកងទ័ពដែលនៅជួរមុខបាទគាត់ក៏សប្បាយចិត្តណាប៉ុន្តែយើងបានគេងលក់ស្រួលប៉ុន្តែពួកគាត់អត់គេងលក់ស្រួលទេបាទគឺ24ម៉ោងលើ24ម៉ោងបើសិនជាមានព្រឹត្តិការណ៍កាត់ឡើងនឹងគឺគាត់ហើយចំណែកយើងគឺត្រូវប្រឹងប្រែងរៀនសូត្រសម្រាប់យុវជនជំនាន់ក្រោយអញ្ចឹងទេគឺខ្ញុំមានប៉ុណ្្នឹងចោះដោយសារតែមេឃចង់ភ្លៀងផងហើយពេលវេលាអញ្ចឹងទៅក៏សូមអរគុណដល់បងវរៈកងទ័ពដែលការពារទឹកដីរបស់យើងហើយក៏សូមឧទ្ទិសទៅដល់វរៈកងទ័ពដែលបានពលីក្នុងរយៈពេល5យប់5ថ្ងៃនេះគឺសូមឲ្យទៅកាន់សុគតិភពបាទហើយពួកយើងនៅតែចងចាំនៅអ្វីទាំងអស់ដែលបងបានពលីដូច្នេះគឺយើងត្រូវតែធ្វើកិច្ចការងារបន្តទៀតដើម្បីទឹកដីមាតុភូមិដូនតាយើងនៅសល់ប៉ុណ្ណឹងអញ្ចឹងចុងក្រោយហើយជាទឹកដីចុងក្រោយអញ្ចឹងទាំងអស់គ្នាយើងការពារឲ្យខានតែបានបាទអញ្ចឹងសូមអរគុណសូមជួបតែសេចក្តីសុខ